គេថាក្តីសុខរបស់មនុស្សគឺខុសគ្នាត្រូវដូចជាខ្ញុំជាដើមក្តីសុខរបស់ខ្ញុំមិនមែនពាក់កៅអៅថ្លៃថ្លៃជិះឡានទំនើបធ្វើផ្ទះវិឡាស្កឹមស្កៃក្តីសុខរបស់ខ្ញុំគឺរស់នៅជាមួយនឹងបរិយាកាសធម្មជាតិដាំដើមឈើដាំបន្លែដាំដំណាំហូបផ្លែធ្វើការងារផ្ទះបន្តិចបន្តួចមានអាជីវកម្មរបស់ខ្លួនឯងមួយមានចំណូលអាចចិញ្ចឹមគ្រួសារផ្គត់ផ្គង់គ្រួសារសល់តិចតួចក៏បាននេះហើយជាចំណុចដែលខ្ញុំចូលចិត្តហើយមនុស្សគ្រប់គ្នាចុងក្រោយគឺនឹងត្រឡប់មកទីនេះដូចគ្នាទីនេះគឺអីទីនេះគឺទីកន្លែងដែលស្ងប់ស្ងាត់រស់នៅបែបចូលនិវត្តន៍អញ្ចឹងហើយបានខ្ញុំតែងតែប្រាប់គេគ្រប់គ្នាថាកន្លែងណាដែលយើងអាចលោតទៅមានបានខ្លាំងកើតអូខេយើងក៏លោតទៅតែបើទៅមិនរួចហើយយើងទៅធ្វើរឿងដែលឲ្យមានទោសមានទណ្ឌយើងកុំប្រឹងយើងកុំព្រឹត្តវាតាមសមាជីវោ